សម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំម្សាញ់សម្រាប់លោកអ្នកដែលកើតឆ្នាំម្សាញ់ចានៅក្នុងខែនេះផ្ទាល់ណាលោកអ្នកអាចមានអារម្មណ៍ថាលោកអ្នកមានការនឹករលឹកមានការនឹកនាទៅដល់មិត្តភ័ក្តិចាស់ឬមនុស្សចាស់ដែលយើងធ្លាប់ស្គាល់ធ្លាប់ជួបអីអញ្ចឹងណាចាក៏អាចនឹងមានការខហៅគ្នាណាត់ជួបគ្នាអាចនឹងមានការជួបជុំមិត្តចាស់អីនេះគឺអាចមានចាហើយបើមើលពីរឿងលុយកាក់វិញឃើញថានៅក្នុងខែនេះលុយកាក់របស់លោកអ្នកគឺអាចថាយើងអាចមានការប្រយ័ត្នប្រយែងច្រើននៅក្នុងខែនេះអ្នកកើតឆ្នាំម្សាញ់លោកអ្នកមានការចំណាយបន្ទាន់ចូលមកច្រើនដែរអញ្ចឹងត្រូវប្រយ័ត្នរឿងការចាយវាយរបស់យើងគឺល្អបំផុតណាចាហើយសម្រាប់បើពាក់ព័ន្ធជាមួយនឹងរឿងសុខភាពឃើញថាសុខភាពរបស់អ្នកត្រូវប្រយ័ត្នតិចដែរនៅក្នុងខែនេះឃើញអាចមានឱកាសខ្លាចមានរបួសអាចមានបញ្ហានៅផ្នែកជើងឬក៏ក្បាលជង្គង់អីអញ្ចឹងណាចាអាចមានបាក់ថ្លោះហើមក្រិចអីហ្នឹងវាអាចមានអញ្ចឹងគួរប្រយ័ត្នចាហើយបើពាក់ព័ន្ធជាមួយរឿងការងារឃើញថាការងាររបស់លោកអ្នកនៅក្នុងខែនេះអាចមានការងារដែលល្អមានការជួយជ្រោមជ្រែងគ្នាជាមួយនឹងក្រុមការងារនេះគឺអាចមានហើយក៏អាចថាលោកអ្នកមានការងារធ្វើជាក្រុមច្រើនហើយក៏អាចមានការចែករំលែកនូវបទពិសោធន៍ថ្មីៗសម្រាប់លោកអ្នកដែរចាហើយឲ្យការរកស៊ីវិញឃើញថាលោកអ្នកអាចនៅមានឱកាសដូចថាយើងអាចរកបានអាចមានអតិថិជនចាស់ថ្មីអីចូលមកអញ្ចឹងគាត់ថាយើងអាចមិនមានភ្ញៀវដែលធំអីអញ្ចឹងណាគាត់ថាអាចបានជារឿយតិចតួចចឹងទៅចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងស្នេហាឬក៏ជីវិតគូនៅក្នុងខែនេះឃើញថាជីវិតគូរបស់លោកអ្នកមានភាពល្អប្រសើរណាយើងអាចមានការមើលថែគ្នាការយកចិត្តទុកដាក់ចំពោះគ្នាបានយ៉ាងល្អចាមិនមានអីជាបញ្ហាបងដែរដូចថាមានបញ្ហាជាមួយគ្នាមានចំនួនអីនេះក៏អាចត្រឡប់មកត្រូវគ្នាវិញដែរចាសម្រាប់រឿងដែលគួរប្រុងប្រយ័ត្នបំផុតនៅក្នុងខែនេះលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ជាមួយនឹងគ្រឿងអេឡិចត្រូនិកផ្សេងណាអាចថាលោកអ្នកអាចប្រើប្រាស់ទៅយើងចុចទៅអាចមានខុសនេះខុសនោះអាចធ្វើឲ្យមានការឆ្លងឬក៏ខូចនឹងតែម្ដងចាអញ្ចឹងអាចត្រូវចំណាយលុយទៅលើរឿងការខូចខាតគ្រឿងអេឡិចត្រូនិកនេះផ្ទាល់តែម្ដងអញ្ចឹងអាចត្រូវចំណាយណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងការធ្វើបុណ្យវិញគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងជនពិការដើម្បីជាការលើករាសីរបស់យើងណាសម្រាប់ពណ៌លើករាសីរបស់លោកអ្នកនៅក្នុងខែនេះដែរចាគឺមានពណ៌ខ្មៅពណ៌សនេះជាពណ៌មង្គលលេខសំណាងរបស់លោកអ្នកចាគឺមានលេខ42ណា